Cha số đây mạ rồi co số đây mà mi đai còn phong tạm miền baby tụi tôi chấp bây giờ dụ bộ mồi khai lăng tới cái bong bóng hay sầm rạp mạ đai mình toàn cha phơ bỏ cục riêng rồi có cha mình toàn cha phơ bằng em rồi môi ấy nó bong bóng anh mơ video trong bán á hay ngày nước cứ trong so mà phơ bắp trà thì đây bong bóng chân gì thì bóng cứ nhôm miên tôm bảng hay nâng tôm cỏ hò mà bong bóng cứ nhưng mà ban phở tôm soอย่างtê dương đã tập riêngเอาviệc đau tỉnh máu chân hay dương chập đai dương chập đam trà vì một nắng cha vì một nãy dương chân tê tới chăm dương chặt cột trâu giờ chăm tới bắp hết cột đấy hết phơ ai con sắc phiệp rừng muam hết chùm núi này cột cha anh ấy cứ chỉ đại nhom ban anอัดบอทในក្នុង Google ណាបងប្អូនចឹងហើយខ្ញុំក៏ធ្វើបែបហ្នឹងតែម្ដងទៅចាយើងឆារៀងបានឆ្អិនបន្លែពី3មុខហ្នឹងហើយចាំយើងចាក់ស្ពៃតឿចូលណានេះគឺជាប្រភេទបន្លែខៀវចាបងប្អូននិយាយចាំទៅសម្រាប់បន្លែបងប្អូនគួរតែដាក់ឲ្យគ្រប់មុខកុំឲ្យគាត់ញ៉ាំរើសបងប្អូនហ្នឹងហើយបន្តមកទៀតនេះគឺខ្ញុំដាក់បាយចាបាយប្រហែលជា2វែកបងប្អូនយើងឆាបាយជាមួយនឹងបន្លែសាច់នឹងរួចរាល់ហើយរៀងឆ្អិនតិចទៅហើយយើងចាំយើងដាក់បាយហើយថែមទឹកទៅបងប្អូនដើម្បីរងាស់បន្លែបងប្អូនហើយចំពោះសាច់មាន់បាញ់មិញមកដុំហ្នឹងគឺខ្ញុំស្ងោរជ្រក់បងប្អូនចឹងហើយទៅដោយសារតែមួយថ្ងៃហ្នឹងអត់បានដើរសាញចឹងហើយសាច់ក៏អស់អីក៏អស់ចឹងទៅខ្ញុំក៏យកសាច់មាន់ដែលខ្ញុំស្ងោរជ្រក់នោះដាក់ចូលម្ដងដើម្បីយកជាតិបងប្អូនហ្នឹងហើយបន្តមកទៀតហ្នឹងគឺខ្ញុំដាក់ពងមាន់មួយគ្រាប់ពងមាន់គឺខ្ញុំដាក់ស្ងោរចឹងតែម្ដងណាវគ្គនេះបងប្អូនគឺខ្ញុំអត់បានគោះទេហើយចំពោះពងមាន់វិញដូចបងប្អូននឹងស្រាប់ហើយគឺសម្បកស្ដើងណាស់ដាក់ហើយមានអីបងប្អូនក៏ប្រេះតែម្ដងណាវាឆ្អិនដាក់ភ្លាមឆ្អិនភ្លាមតែម្ដងណាបងប្អូនអត់មានយូរកាទេហើយយើងទុកវាឲ្យរៀងចុះត្រជាក់ណាបងប្អូនបើសិនជាយើងអត់ដាក់វាចុះត្រជាក់ទេគឺបើសិនណាប្រកាសជាកាំងនិយាយចំកាំងច្រើនសារមែនទេណាបងដោយសារតែកូនខ្ញុំឃ្លាណាបងប្អូនចឹងហើយនេះគឺជាវិធីសាស្ត្រតូចតាចហើយនឹងបែបងាយបងប្អូនហើយម៉ាស៊ីនខ្ញុំនេះគឺកាន់អត់បានម៉ត់ស្រួលទេបងប្អូនដោយសារតែវាកាំងប៉ុណ្ណឹងទុកឲ្យរៀងតិចហ្នឹងបងប្អូនវានៅតែកាំងទៀតព្រោះម៉ាស៊ីនខ្ញុំវាចង់ទៅមុខមែនតើណាបងប្អូនហើយនឹងបងប្អូនបានម៉ត់បានប៉ុណ្ណឹងឯងចាមិនបានម៉ត់ជាខ្លាំងអីណាទេណាថ្ងៃនេះជាស្រ័យផងបងប្អូនបញ្ចូលសលេងគឺរៀងតាក់មាត់ទេដោយសារតែសុខភាពវាសើល្អបងប្អូនហើយរៀងនឿយហត់សម្រាប់បងដែលគាត់មានកូនមួយខួបជាងណាបងប្អូនកាន់ត្រឹមប៉ុណ្្នឹងទៅបានហើយមិនបាច់ឲ្យម៉ត់ពេកទេណាបងប្អូនហើយគឺកូនខ្ញុំញ៉ាំបានណាបងប្អូនមួយរយៈនេះដូចជារៀងកាត់បន្ថយទឹកដោះច្រើនជាងមុនសម្រាប់ទឹកដោះគោកូនខ្ញុំត្រឹមតែ6ថ្ងៃ7ថ្ងៃអស់ហើយឥឡូវឡើងដល់8ថ្ងៃ9ថ្ងៃហើយអត់ទាន់អស់មកប៉ុងទេតែទោះបីយ៉ាងណាក៏ត្រូវតែឲ្យគាត់មុំដែរបងប្អូនណាខ្ញុំអត់ទាន់អាចផ្ដាច់ទឹកដោះឲ្យគាត់ប៉ុណ្្នឹងបានទេបងប្អូនព្រោះដោយសារតែអាយុគាត់នៅទូចណាបងប្អូនហើយចាអញ្ចឹងវីដេអូចែកម្លែកដល់បងប្អូនសម្រាប់ម៉ាក់ដែលកូនមានកូនទូចក៏មានតែប៉ុណ្្នឹងទេចាំជួបគ្នាវីដេអូក្រោយៗទៀតណាអរគុណច្រើនជំរាបលា